បាទអញ្ចឹងសម្រាប់បងប្រុសអីចាត់ទីគាត់បានមកធ្វើការដំឡើងវិជាប្រឆេះពីចម្ងាយទៅលើ Sound Sync System ទាំងអស់អញ្ចឹង Sound Sync ទាមទារឲ្យយើងធ្វើការផ្លាស់ប្ដូរដុំ Frame កង់មួយដើម្បីឲ្យដំណើរការជាមួយនឹង Sound 902វិញអញ្ចឹងនៅពេលដែលដំឡើងហើយយើងធានាថាដើរមក smooth ដើរ aim តែម្ដងបាទអញ្ចឹងប្រព័ន្ធវិជាប្រឆេះពីចម្ងាយយើងតម្លើងរួចរាល់ហើយអញ្ចឹងសម្រាប់អានេះគឺជាយើងប្រើប្រាស់ទៅលើ Sound Sync System ទាំងអស់អញ្ចឹង System Sync យើងទាមទារដុំ Frame កង់មួយមកដំណើរការមក aim តែម្ដងធានាឲ្យមក smooth ហើយមានភ្លើងលោតជាសញ្ញាឲ្យយើងឃើញទៀតអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំបញ្ជាក់ពីចម្ងាយហើយដល់ពេលយើងចង់បលូតក៏យើងចុចមួយមកវានឹងបលូតហើយវានឹងលោតកំហមួយឲ្យយើងស្គាល់ដឹងតែម្ដងនេះបញ្ជាក់អំពីថាឡានយើងបានបលូតហើយដល់ពេលយើងចង់បញ្ជាប្រឆេះយើងគ្រាន់តែចុច lock មួយនេះ2ដងមកឡានយើងនឹងធ្វើការប្រឆេះភ្លាមតែម្ដងភាសា System Sync អីដែលដំណើរការមានតែមិនសិនតែជាទេអញ្ចឹងសោយើងគឺ lock ជាប់ទាំងអស់តែម្ដងតោះតែយើងមានសោនៅក្នុងដៃបានយើងអាច unlock ចូលទៅខាងក្នុងឡានហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺមានតែម៉ាស៊ីនត្រជាក់ទៀតដែលដំណើរការក្រៅពីហ្នឹងគឺអត់ដំណើរការទេសូម្បីតែមួយញ៉េចកោតក៏នៅរឹងទាំងអស់ណាអញ្ចឹងយើងគ្រាន់តែ press start and stop មួយមកໄວៗនឹងដំណើរការឡើងមកវិញតែម្ដងនេះហើយលក្ខណៈវិជាពិសេសពីចម្ងាយអញ្ចឹងសម្រាប់បងដែលមានបញ្ហាចតឡានចោលហាក្តៅមិនដែលចតជាបញ្ហាទៀតទេ